សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺខ្ញុំមកប្រៀនបងប្អូនអរគ្នារបៀបអាប់ឡូតរូបចូលទៅក្នុង Facebook ឲ្យបានរូបច្រើនជាទូទៅបើសិនជាយើងអាប់ឡូតរូបធម្មតាគឺយើងបានតែ80ទេប៉ុន្តែបើសិនជាយើងចូលទៅកាន់ Facebook Studio គឺយើងអាចផុសរូបបានច្រើន100លក្ខជាងទៅតាមរូបដែលយើងចង់ផុសអញ្ចឹងណាហ្នឹងឥឡូវកុំឲ្យខាតពេលយូរយើងចូលមកកាន់កុំព្យូទ័រទាំងអស់គ្នាមកអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំចូលមកកាន់កុំព្យូទ័រហើយយើងធ្វើការបើក Google Chrome យើងមកអូខេបងប្អូននេះឥឡូវយើងចូលមកកាន់ page មកហើយបន្តមកគឺវាចេញបែបនេះគឺបងប្អូននេះចូលមកកន្លែង Beta Business Studio ហ្នឹងមកអូខេបន្តមកគឺវានឹងចូលមកទំព័រមួយទៀតហើយកន្លែងនេះគឺបងប្អូននេះចុចកន្លែង create post ហ្នឹងមកអូខេបន្ទាប់មកគឺបងប្អូននេះចូលមកកាន់ add photo ហ្នឹងមកកន្លែង media ហ្នឹងអញ្ចឹងយើងយកពី upload from desktop អញ្ចឹងបងប្អូននេះត្រូវទីតាំងដែរបងប្អូនទាំងអស់គ្នាដាក់រូបឬក៏វីដេអូអញ្ចឹងណាអូខេនេះគឺជារូបផងខ្ញុំចឹងដាក់លើ desktop show all file អូខេនេះគឺ100រូបគឺខ្ញុំថតមួយសួនអូខេបន្តមកយើងធ្វើការ open បន្តមកខ្ញុំចុច command A បើសិនជាបងប្អូនអរគ្នាប្រើ Windows បងប្អូននេះអាច control A ក៏បានដែរអូខេបន្តមកយើងចុច open មកជាការស្រេចបន្តមកវានឹង upload ឲ្យយើងហើយយើងធ្វើការសរសេរ caption នៅខាងក្រោមនេះសិនមកបងប្អូននេះកន្លែងហ្នឹងគឺបងប្អូននេះសរសេរពីអ្វីដែលបងប្អូននេះជួបផ្ទាល់អញ្ចឹងណាអូខេអញ្ចឹង caption ខ្ញុំគឺខ្ញុំសរសេរតែប៉ុណ្្នឹងទេហើយបន្តមកទៀត hashtag បងប្អូននេះដាក់ក៏ដាក់ទៅអត់ក៏អត់ទៅហើយខ្ញុំយក hashtag ខ្ញុំមកដាក់ច្រើនណាបងប្អូននេះដាក់តិចតិចទេ photography អូខេបន្តមកខ្ញុំ add fileអូខេអញ្ចឹងខ្ញុំមិនចាំតែពេលវា upload ពេញទេអញ្ចឹងបន្ទាប់ពី upload ពេញគឺយើងអញ្ចឹងបងប្អូននេះចុចកន្លែង public ហ្នឹងមកអូខេអញ្ចឹងរូបហ្នឹងវាកំពុងតែដំណើរការទៅអញ្ចឹងយើងចាំវាមកបន្តិចមកអញ្ចឹងការ upload លឿនយឺតគឺអាស្រ័យនៅលើអ៊ីនធឺណិតបងប្អូនទាំងអស់គ្នាអូខេបងប្អូននេះអញ្ចឹងការ upload ផងខ្ញុំគឺបានសម្រេចហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយនេះហើយបើសិនជាចង់បានវីដេអូថ្មីបងប្អូននេះអាចធ្វើការ follow Facebook page ឬក៏ subscribe YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនៅពេលក្រោយទៀតអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ